នឡើងភ្លៀងចិត្តធ្លាក់ហើយអូនស្រីថ្ងៃនេះជាថ្ងៃមង្គលការដ៏ធំហេតុអ្វីបានជាឯងយំខ្លាំងម្ល៉េះគ្រួសារខាងម្ដាយខ្ញុំគឺក្រខ្លាំងណាស់ហើយលើកនេះអ្នកដែលខ្ញុំត្រូវរៀបការជាមួយក៏ជាបុរសក្រីក្រម្នាក់ដែរទៅថ្ងៃមុខសំបីតែបាយហូបឲ្យឆ្អែតមួយពេលក៏មិនដឹងជាមានអត់ផងជីវិតមួយនេះខ្ញុំមើលមិនឃើញពន្លឺតតែសោះពួកយើងទាំងពីរនាក់អាចមកជួបគ្នានៅក្នុងសាលានេះបានក៏ជាព្រេងវាសនាដែរនៅក្នុងនេះមាន20ដំឡឹងឯងយកទៅចុះយ៉ាងហោចណាស់ទៅថ្ងៃមុខក៏មិនដាច់បាយដែរភ្លៀងរងហើយប្រញាប់ឡើងក្រេស្នាមកគុំឲ្យហួសម៉ោងវេលាល្អបងសំឡាញ់មើលនរណាគេនឹងកាលពីជ្រកភ្លៀងតាមផ្លូវខ្ញុំបានជួបកូនក្រមុំម្នាក់នាងជាអ្នកហុចវាឲ្យខ្ញុំគុណស្រឡាញ់នេះធំធេងណាស់ម្នាក់នោះជាអ្នកណាទៅថ្ងៃមុខពួកយើងត្រូវតែទប់ស្នងសងគុណគេវិញពេលនោះខ្ញុំគិតតែពីរឿងអនាគតខ្លួនឯងពេកទើបមិនបានចាប់អារម្មណ៍មើលមុខនាងឲ្យច្បាស់ប៉ុន្តែគុណដាច់ថ្លៃមួយនេះខ្ញុំចងចាំទុកក្នុងចិត្តជានិច្ចនេះជាលុយជួយជីវិតដែលសប្បុរសជនបានផ្ដល់ឲ្យពួកយើងយកវាទៅធ្វើអាជីវកម្មតូចតាចទៅប្រសិនបើរកលុយបានមួយចំណែកទុកសម្រាប់ពួកយើងរស់នៅហើយមួយចំណែកទៀតទុកសម្រាប់សប្បុរសជនម្នាក់ដែរកុំឲ្យតែយកទៅប្រើភ្លាមបាក់ថ្មិញសិតភ្លាមណាលោកយាយកុំបារម្ភអីយកមួយនេះទៅធ្វើពីជលមើលប្រើចប់បានយូរហើយថែមទាំងថោកទៀតមិនងាយបាក់ទេ10ឆ្នាំក្រោយមកលោកស្រីលោកម្ចាស់បញ្ជីខែនេះគិតគូររួចរាល់ហើយចំណេញសុទ្ធបានប្រាក់300ដំឡឹងតាមទម្លាប់ចាស់បែងចែកជា2ចំណែកយកទៅផ្ញើនៅធនាគារដេឃ្លីនិងផ្ទះសម្បែងក៏ត្រូវទិញជា2ចំណែកដូចគ្នាគ្រប់យ៉ាងតាមតែការសម្រេចរបស់ភរិយាចុះត្រេកអរផងលោកម្ចាស់លោកស្រីជាកូនប្រុសម្នាក់មានសុខភាពល្អប្របួរណាស់ត្រេកអរផងលោកម្ចាស់មេផ្ទះអ្នកឯងទៅរកមេដោះម្នាក់ដែលមានចរិតស្លូតបូតត្រឹមត្រូវនិងមានសុខភាពល្អម្នាក់មកផ្ដល់ប្រាក់ខែឲ្យបានខ្ពស់បន្តិចទៅសូមត្រឹមតែជួយមើលថែកូនឲ្យបានដិតដល់គឺគ្រប់គ្រាន់ហើយបាទលោកស្រីមេដោះខ្ញុំបាននាំមកជូនហើយទៅថ្ងៃមុខរំខានអ្នកស្រីជួយមើលថែអ្នកប្រុសតូចផងសូមត្រឹមតែអ្នកស្រីស្រឡាញ់និងមើលថែគេដោយចិត្តស្មោះចាស់លោកស្រីខ្ញុំជាអ្នកបម្រើពិតជានឹងខំប្រឹងប្រែងនាំគាត់ទៅដើរមើលក្នុងភូមិគ្រឹះឲ្យសាមបន្តិចទៅហើយប្រាប់ពីច្បាប់ទម្លាប់ឲ្យបានច្បាស់លាស់ផងចាស់លោកស្រីអ្នកស្រីចាំណាមើលថែអ្នកប្រុសតូចលេងនៅក្នុងភូមិគ្រឹះយ៉ាងណាក៏បានដែរមានតែជាន់ទី3មួយទេលោកស្រីបានកំណត់ថាមិនអនុញ្ញាតឲ្យនរណាម្នាក់ឡើងទៅឡើយចាស់សខ្ញុំចាំហើយអ្នកប្រុសតូចកុំរត់ប្រយ័ត្នដួលណានាងហ៊ានប្រហានឡើងទៅជាន់ទី3ចុះមកវិញក៏យំខ្លាំងយ៉ាងនេះរឿងនេះត្រូវតែប្រញាប់ទៅរាយការណ៍ជូនលោកស្រីភ្លាមលោកស្រីមេដោះបាននាំអ្នកប្រុសតូចឡើងទៅជាន់ទី3ចុះមកវិញក៏យកតែយំរហូតនាំមេដោះមកបន្ទប់អានសៀវភៅខ្ញុំនឹងសួរដេញដោលដោយផ្ទាល់ចាស់លោកស្រីថ្ងៃនេះខ្ញុំបានធ្វើខុសច្បាប់ទម្លាប់ហើយស្រេចតែលោកស្រីដាក់ទោសចុះរឿងដាក់ទោសទុកមួយឡែកសិនចុះខ្ញុំគ្រាន់តែចង់សួរឯងថាតាំងពីចុះពីជាន់ទី3មកហេតុអ្វីបានជាឯងយំកាបូបលុយតូចមួយនោះវាដូចបេះបិទទៅនឹងកាបូបដែលខ្ញុំមានកាលពីយាបការដំបូងវាធ្វើឲ្យខ្ញុំនឹកឃើញដល់កាលពីមុនដែលធ្លាប់មានជីវិតរស់នៅយ៉ាងរុងរឿងប៉ុន្តែក្រោយមកក៏ត្រូវចោលប្លន់ខ្ញុំមិនស្មានក៏ធ្លាក់ខ្លួនរហូតមកដល់ថ្នាក់នេះទើបខ្ញុំទប់ទឹកភ្នែកមិនជាប់តើត្រូវមេឃភ្លៀងធំហើយបានទៅជ្រកភ្លៀងនៅក្នុងសាលាថ្មខៀវមែនទេចាសោះកាលពី10ឆ្នាំមុនខ្ញុំបានជ្រកភ្លៀងនៅក្នុងសាលាថ្មខៀវហើយថែមទាំងបានជូនកាបូបលុយតូចមួយទៅឲ្យប្អូនស្រីក្រីក្រម្នាក់ដែលកំពុងតែអង្គុយយំនៅទីនោះទៀតផងឯងកុំខ្លាចអីគ្មានការដាក់ទោសណាមួយឡើយថ្ងៃស្អែករំខានឯងជួយអញ្ជើញស្វាមីរបស់ឯងមកគុំព្រឹងនេះផងខ្ញុំមានរឿងសំខាន់ចង់ជែកជាមួយអ្នកទាំងពីរខ្ញុំបានធ្វើខុសច្បាប់របស់គេលោកស្រីឲ្យខ្ញុំនាំបងទៅទីនោះប្រហែលជាចង់ដាក់ទោសពួកយើងហើយតើត្រូវធ្វើយ៉ាងម៉េចទៅបងកុំខ្លាចអីថ្ងៃស្អែកបងនឹងទៅជាមួយអូនទោះជាមានរឿងល្អអាក្រក់ក៏ប្តីប្រពន្ធយើងរ៉ាប់រងជាមួយគ្នាដែរលោកម្ចាស់និងលោកស្រីបានបង្កប់ទុកជាមុនហើយឲ្យតែអ្នកទាំងពីរមកដល់គឺត្រូវអញ្ជើញទៅកាន់វេទិកាខ្ពស់នៅសាលធំភ្លាមអញ្ជើញមិនហ៊ានទេពួកយើងជាអ្នកបម្រើធ្វើមិនដេចនឹងអាចអង្គុយកៅអីគិតយោបានទៅអ្នកមានគុណកាលពី10ឆ្នាំមុននៅក្នុងសាលាជោគភ្លៀងនោះខ្ញុំគឺជាកូនក្រមុំក្រីក្រម្នាក់នោះឯងប្រសិនគ្មានមាសមួយដំឡឹងរបស់អ្នកមានគុណទេនោះក៏គ្មានពួកយើងប្តីប្រពន្ធនៅថ្ងៃនេះដែរគឺជានាងពិតមែនផងមិននឹកស្មានសោះថានាងជាម្នាក់នោះកាលនោះខ្ញុំគ្រាន់តែជួយដោយចៃដន្យឲ្យតាមដៃប៉ុណ្ណោះមិននឹកស្មានថានាងចងចាំទុកអស់រយៈពេលជាច្រើនឆ្នាំយ៉ាងនេះសោះ10ឆ្នាំមកនេះរាល់ប្រាក់ដែលពួកយើងរកបានពីការធ្វើអាជីវកម្មរួមទាំងដីធ្លីនិងផ្ទះសម្បែងគឺតែងតែបែងចែកជា2ចំណែកជានិច្ចហើយមានមួយចំណែកគឺជារបស់អ្នកទាំងពីរសូមអញ្ជើញអ្នកទាំងពីរនៅទីនេះទៅថ្ងៃមុខពួកយើងរស់នៅជាមួយគ្នាកូនស្រីរបស់អ្នករៀបការជាមួយកូនប្រុសរបស់ខ្ញុំគ្រួសារយើងទាំងពីរចងសម្ព័ន្ធមេត្រីភាពនឹងគ្នាជាដរាបរៀងទៅអូនប្រុសគុណស្រឡាញ់ដ៏ធំធេងមួយនេះពួកយើងសូមទទួលយកដោយក្តីគោរពគ្រប់យ៉ាងតាមតែការរៀបចំរបស់អ្នកចុះ